អីបានការអត់ធ្មត់មានសារៈប្រយោជន៍សំខាន់ណាស់ចំពោះយើងជាគ្រីស្ទានម្នាក់ការអត់ធ្មត់បើយើង born of God ហើយព្រះអង្គមានការអត់ធ្មត់យើងត្រូវតែមាន it's a must យើងត្រូវតែមានការអត់ធ្មត់ដូចជាព្រះអង្គអញ្ចឹងការអត់ធ្មត់គឺជាចំណងដែលបញ្ចាំងអំពីសេចក្តីសុខសាន្តនៅក្នុងព្រះអង្គម្ចាស់បងប្អូនដឹងទេចំណងគឺជាការបញ្ចាំងអញ្ចឹងបើយើងជាគ្រីស្ទានអត់មានការអត់ធ្មត់ទេគឺចំណងនៃព្រះអត់អាចចាំងចែងមកក្នុងយើងបានហើយអ្នកដតីនៅជុំវិញយើងក៏មើលអត់ឃើញចំណងដែលព្រះបញ្ចាំងមកក្នុងខ្លួនយើងនឹងទៅអ្នកដតីទៀតបានដែរពីព្រោះការអត់ធ្មត់នៅក្នុងព្រះអង្គមានអញ្ចឹងយើងម្នាក់ដែលជាកូនព្រះយើងត្រូវតែមានការអត់ធ្មត់ដែរ Patience will be needed to deal with many of the old problems and relationships of your past អញ្ចឹងការអត់ធ្មត់គឺពេលខ្លះគឺមកពីអ្វីដែលយើងមានពីមុនមកដែលយើងបានធ្វើនាំឲ្យយើងអត់មាន patience អញ្ចឹងពេលដែលយើងរស់នៅក្នុងព្រះពេលយើងលុបបំបាត់រឿងអតីតកាលគឺវាធ្វើឲ្យយើងមានការអត់ធ្មត់ហើយជួនកាលទៀតគឺមកពី relationship ទំនាក់ទំនងដែលយើងមានជាមួយអ្នកមុនឬក៏បញ្ហាដែលយើងមានពីមុនមកធ្វើឲ្យយើងคล้ายទៅជាមនុស្ស impatient អញ្ចឹងបានព្រះអង្គថាទម្លាក់ឲ្យអស់ទម្លាក់ទៅលើព្រះអង្គទៅហើយយើងរៀន to have patience ដូចជាព្រះអង្គវិញអញ្ចឹងយើងត្រូវតែទម្លាក់ឲ្យអស់បងប្អូនបញ្ហាពីមុនរឿងរ៉ាវពីមុនទំនាក់ទំនងពីមុនយើងទម្លាក់ឲ្យអស់ហើយយើងនឹងចាប់ផ្ដើមដើរជាមួយព្រះអង្គរៀនជាមួយព្រះអង្គរៀន how to be patient ពីព្រោះ patient គឺជាសារៈសំខាន់សម្រាប់ Christian's life ហើយម្យ៉ាងទៀតការអត់ធ្មត់គឺជាកត្តាសំខាន់ម្យ៉ាងដែលធ្វើឲ្យអ្នកដតីដែលអត់មានជំនឿហ្នឹងគឺបានមកជឿដល់ព្រះនៃយើងដូចជាយើងបានជឿដល់ព្រះដែរពីព្រោះពេលដែលយើងបានជឿព្រះគឺព្រះអង្គមានការអត់ធ្មត់ជាមួយយើងអញ្ចឹងពេលដែលយើងនាំអ្នកដតីឲ្យជឿព្រះគឺយើងនឹងមានការអត់ធ្មត់ដែរបើយើងអត់មានការអត់ធ្មត់ទេគឺយើងធ្វើឲ្យគេកាន់តែដើរឆ្ងាយពីព្រះគឺគេអត់ draw មកចិត្តព្រះទេដូច្នេះហើយគ្រីស្ទានម្នាក់ត្រូវតែមានការអត់ធ្មត់នេះគឺជាព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គចង់ឲ្យយើងមានការអត់ធ្មត់ហើយយើងនឹងសិក្សាជាមួយគ្នានៅក្នុងខជំពូក5ជំពូកដែលយើងនឹងរៀនអំពីការអត់ធ្មត់ជាមួយគ្នាអញ្ចឹងព្រះអង្គប្រាប់យើងថា Don't try to force anyone to accept Christ right away ព្រះអង្គអត់ចង់ឲ្យយើងបង្ខំគេឬក៏ជំរុញគេឲ្យជឿព្រះភ្លាមនោះទេពីព្រោះ God was patient with us all and he brought us into himself ពីព្រោះព្រះអង្គបាននាំយើងម្នាក់ព្រះអង្គមានមុននឹងយើងបានជឿព្រះគឺព្រះអង្គអត់ធ្មត់ជាមួយយើងរហូតដល់យើងបានជឿនឹងទុកចិត្តព្រះអង្គយើង comfort ជាមួយនឹងព្រះអង្គបានជាយើងជឿព្រះអង្គហើយយើងឃើញការល្អដែលព្រះអង្គប្រទានឲ្យយើងបានជាយើង become to ជឿព្រះអង្គតិចម្ដងអញ្ចឹងហើយយើង learn ពីព្រះអង្គខ្លាយទៅជាមនុស្សដែលមានការអត់ធ្មត់ហើយយើងអត់បង្ខំអ្នកដទៃទេពីព្រោះព្រះអត់ដែលបង្ខំយើងទេចាអញ្ចឹងយើងម្នាក់ត្រូវមានការអត់ធ្មត់ចំពោះអ្នកដទៃនៅជុំវិញយើងនេះគឺជាអ្វីដែលព្រះអង្គចង់ឲ្យយើងគ្រីស្ទានម្នាក់ខ្លាយទៅជាកូនដែលដឹងខ្នាតកូនដែលមានប្រាជ្ញាហើយនឹងយោបល់មកពីព្រះ Don't be impatient with yourself either ថាកុំឲ្យយើងនឹងខ្វះការអត់ធ្មត់ចំពោះខ្លួនឯងផងដែរជួនកាលជាពិសេសចាស់ដោយឧបមាថាអាយុ50ឡើងទៅគឺខ្វះការអត់ធ្មត់ចំពោះខ្លួនឯងដូចខ្ញុំជាដើមជាឧទាហរណ៍ពេលខ្លះភ្នែកយើងមើលអត់ឃើញហើយយើងបាត់វ៉ែនតាយើងដូចថា impatient អត់មានការអត់ធ្មត់ចំពោះខ្លួនឯងខឹងមួម៉ៅក្តៅទៅហើយជួនកាលទៀតយើងធ្វើអ្វីមួយយើងអត់បានប្រយ័ត្ន
ដូចកាលអាទិត្យមុនអញ្ចឹងថ្ងៃសៅរ៍ខ្ញុំត្រូវទៅcamping ត្រូវទៅជាមួយក្រុមស្ត្រីហើយកាលថ្ងៃពហុដើរបុកទ្វារបុកអីចឹងទៅហើមជើងចឹងទៅតែអរគុណព្រះអង្គដាក់ Tiger Bomb ទៅក៏អធិដ្ឋានទៅពីជើងនឹងវាបាត់ហើមបាត់អីទៅហើយអាចទៅ women retreat ជាមួយគេបានប៉ុន្តែយើងពាក់នៅលើភ្នំយើងដឹងស្រាប់ហើយវាត្រជាក់វាល្ងាខ្លាំងតែយើងពាក់បីជើងបាត់តើអត់បានទេយើងត្រូវតែពាក់បីជើងផ្ទាត់ពីព្រោះអាកូនជើងហ្នឹងវាហើមថប់ចាអញ្ចឹងហើយយើងខ្លាយទៅជាមនុស្សដែលមួម៉ៅខ្លាយទៅជាមនុស្សដែល impatient អញ្ចឹងព្រះអង្គប្រាប់ថាអធិដ្ឋានទៅព្រះអង្គហើយកុំឲ្យយើង impatient អញ្ចឹងយើងត្រូវអត់ធ្មត់ឲ្យខ្លួនឯងដែរជាពិសេសយើងជាចាស់ដែលមានការយឺតយ៉ាវក្នុងការដែលធ្វើការអ្វីមួយអញ្ចឹងយើងត្រូវមានការអត់ធ្មត់ចំពោះខ្លួនឯងឲ្យច្រើន Turn all your problem over to God and He will take care of them at the right time and in the right place អញ្ចឹងយើង turn គ្រប់បែបយ៉ាងទាំងអស់បកគលបន្ទុកទាំងអស់របស់យើងឲ្យទៅព្រះហើយព្រះអង្គដឹងថាពេលណាដែលរឿងយើងត្រូវរំសាយទីកន្លែងណាដែលរឿងយើងត្រូវបាន clear ទាំងអស់ចេញអញ្ចឹងកុំឲ្យយើងអធិដ្ឋានហើយទៀមទាមកវិញអធិដ្ឋានហើយទៀមទាមកវិញអធិដ្ឋានហើយបកគលទៅឲ្យព្រះដើម្បីឲ្យព្រះអង្គចាត់ការពេលណាដែលជីវិតយើង silent មានន័យថាព្រះអង្គកំពុងតែធ្វើការជាពិសេសអ្នកនៅលីវអធិដ្ឋានសូមប្តីសូមប្រពន្ធពីព្រះហើយអត់ឃើញចម្លើយមានន័យថាព្រះអង្គកំពុងតែធ្វើការព្រះអង្គកំពុងតែដុសខាត់បរិះម្នាក់នឹងឬក៏ស្ត្រីម្នាក់នឹងសម្រាប់ជីវិតយើងអញ្ចឹងយើងអធិដ្ឋានហើយយើងនៅស្ងៀមយើងរងចាំកុំឲ្យយើងអធិដ្ឋានហើយទាញមកវិញហើយខំព្យាយាមជួយព្រះចាអញ្ចឹងព្រះអង្គប្រាប់ថាពេលដែលជីវិតយើង silent គឺព្រះកំពុងតែធ្វើការសម្រាប់ជីវិតយើងអញ្ចឹងកុំឲ្យយើង impatient ឲ្យយើងคล้ายទៅជាមនុស្សដែលអត់ធ្មត់ហើយព្រះអង្គនឹងប្រាប់យើងថាពេលដែលយើងអត់ធ្មត់តើវាមានសារៈប្រយោជន៍អ្វីសម្រាប់ជីវិតយើងនឹងរៀនជាមួយគ្នាចា If you become impatient you will run ahead of God's plan for your life and cause yourself many unnecessarily heartache ចាអញ្ចឹងបើសិនជាយើងខ្លាចជាមនុស្សដែលអត់មានការអត់ធ្មត់គឺមានន័យថាយើងជួយធ្វើការងារព្រះយើងជាមនុស្សគួរតែព្រះជួយធ្វើការងារយើងឲ្យយើងបានដល់គោលដៅឲ្យយើងមានភាពជោគជ័យប៉ុន្តែយើង impatient គឺយើងរត់មុនព្រះ will of God ព្រះអង្គចង់ឲ្យយើងសុខសាន្តចង់ឲ្យយើងមានសុភមង្គលល្អចង់ឲ្យយើងបានខ្លាយជាកូនសំណប់របស់ព្រះអង្គប៉ុន្តែដោយសារការមិនអត់ធ្មត់របស់យើងដោយសារគ្មានការអត់ធ្មត់អញ្ចឹងយើងរត់ទៅធ្វើការអ្វីមុនដែលព្រះធ្វើឲ្យយើងអញ្ចឹងហើយវាអាការទាំងនោះឯងវាធ្វើឲ្យយើងខ្លាយទៅជាមនុស្សវង្វេងវង្វាន់នៅក្នុងជីវិតវាធ្វើឲ្យយើងខ្លាយទៅជាមនុស្សដែលមានបេះដូងឈឺចាប់ Patience is another beautiful characteristic which God is providing in your Christian life ការអត់ធ្មត់បើយើងអាចធ្វើបានវាជាកប្បកិរិយាដ៏ល្អប្រសើរណាស់ក្នុងការដែលព្រះនឹងប្រទានពរដល់ជីវិតគ្រីស្ទានម្នាក់ម្ដងទៀតខ្ញុំនឹងអានឲ្យបងប្អូនបានចាំថាការអត់ធ្មត់បើយើងអាចធ្វើបានវាជាអកប្បកិរិយាដ៏ល្អប្រសើរណាស់ក្នុងការដែលព្រះនឹងប្រទានពរដល់ជីវិតគ្រីស្ទានម្នាក់អញ្ចឹងគ្រីស្ទានយើងម្នាក់you have to accept it hello ដូច្នេះពេលដែលយើងមានការអត់ធ្មត់ខ្ពស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះពេលយើងដែលមានការអត់ធ្មត់នៅក្នុងពន្ធកិច្ចរបស់ព្រះពេលយើងដែលមានការអត់ធ្មត់នៅក្នុងជីវិតរបស់យើងដោយការអធិដ្ឋានគឺព្រះអង្គនឹងបំពេញពរបរិបូរណ៍ហូរហៀមកក្នុងជីវិតយើងហើយ God heart desire គឺដើម្បីឲ្យយើងម្នាក់បាន peaceful មានសេចក្តីសុខសន្តិភាពផ្លូវចិត្តផ្លូវកាយហើយនឹងមានជ័យជំនះនៅក្នុងជីវិតយើងម្នាក់អញ្ចឹងបងប្អូនត្រូវដឹងថាការអត់ធ្មត់
មានសារៈសំខាន់ខ្លាំងមែនទែននៅក្នុង Christian's life ចឹងយើងនឹងអានជាមួយគ្នានៅ Psalm 37 verse 7 សូមបងសុជាតាបានអានដើម្បីយើងទាំងអស់គ្នាហើយសូមបងប្អូនបានផ្ទៀងជាមួយនឹងខ្ញុំផងដែរសូមអញ្ជើញ ចាអរគុណព្រះអង្គអរគុណអ្នកគ្រូកំហនដែលបានចែកមេរៀននេះហើយយើងអានពីទាំងអស់គ្នានៅក្នុងទំនុកដង្កើងចំពោះ37ខ7ចូលស្ងៀមនៅចំពោះព្រះយេហូវ៉ាហើយរងចាំទ្រង់ចុះកុំឲ្យក្តៅចិត្តដោយព្រោះអ្នកដែលចម្រើនក្នុងផ្លូវគេឬមនុស្សដែលបង្កើតការអាក្រក់សម្រេចបាននោះឡើយអាមែន Amen អរគុណព្រះអង្គបងប្អូនឃើញទេពេលដែលយើងអធិដ្ឋានហើយព្រះអង្គប្រាប់ឲ្យយើងថាម៉េច Be still ស្ងៀមមិនមែនអធិដ្ឋានឲ្យរត់ក្ដុងទៅធ្វើទេបងប្អូនអធិដ្ឋានសូមប្តីសូមប្រពន្ធរត់ក្ដុងទៅចូលបារដើម្បីជួបអ្នកណាម្នាក់ឲ្យបានរៀបការជាមួយឬក៏សុំគេជា boyfriend ឬជា girlfriend ព្រះអង្គថាអធិដ្ឋានឲ្យស្ងៀមខ្ញុំអធិដ្ឋានសូមប្តី6ឆ្នាំខ្ញុំស្ងៀម6ឆ្នាំហើយក្នុងរយៈពេល6ឆ្នាំហ្នឹងព្រះអង្គកំពុងតែធ្វើការកំពុងតែដោះខាត់ខ្ញុំហើយនឹងកំពុងតែដោះខាត់ប្តីខ្ញុំអនាគតប្តីខ្ញុំអញ្ចឹងខ្ញុំក្នុងរយៈពេល6ឆ្នាំដែលខ្ញុំស្ងៀមដែលខ្ញុំរងចាំព្រះអង្គបានប្រទានឲ្យខ្ញុំសុខសាន្តផ្លូវចិត្តសុខសាន្តផ្លូវកាយហើយអនាគតទៅចាស់ទៅចង់ដោយសារព្រះអង្គប្រទានពរប្តីមកពីព្រះអង្គមិនមែនខ្ញុំអធិដ្ឋានឲ្យរត់ប្រយទៅចូលបារឬក៏រត់ប្រយជិះឡានឆ្វែលជិះម៉ូតូឆ្វែលដើររកប្តីដើររកប្រពន្ធនឹងទេដូច្នេះត្រូវទុកចិត្តព្រះអង្គ trust him បើបងប្អូន trust him ក្នុងការអ្វីក៏ដោយ business ក៏ដោយផ្ទះក៏ដោយអ្វីក៏ដោយក្នុងជីវិតយើងម្នាក់ដែលជាគ្រីស្ទានគឺព្រះអង្គប្រទានពរឲ្យហើយមានសេចក្តីសុខសាន្តហើយជីវិតយើង success អត់មានខ្វះទេបងប្អូនដូច្នេះកុំឲ្យក្តៅចិត្តដែលឃើញអ្នកដែលគេធ្វើសុចរិតបានទទួលលៀបសក្ការៈបានទទួលអ្វីដែលរបស់ល្អហើយយើងទៅឈរ jealous ចំណែនគេហេតុអីព្រះអង្គឲ្យខ្ញុំជាកូនព្រះហេតុអីក៏ខ្ញុំអត់ទាន់បានទទួលហើយហេតុអីក៏អ្នកដែលធ្វើបាបខ្ញុំគេចម្រើនផ្លូវគេមានផ្ទះគេមាននេះមាននោះអានឹងគឺជា flesh ហើយអ្វីដែលជាមួយនឹងព្រះគឺព្រះអង្គអត់គិតពី flesh ទេពីព្រោះ flesh ព្រះអង្គអាចប្រទានឲ្យពេលណាក៏បានដែរក្នុងមួយ blink of an eye មកប្រព្រឹត្តភ្នែកព្រះអង្គប្រទានឲ្យយើងមានដូច្នេះកុំឲ្យចំណែននឹងអ្នកដទៃដែលគេធ្វើអំពើទុច្ចរិតហើយបានសម្រេចในជីវិតរបស់គេឲ្យតែយើងជាប់នឹងព្រះស្រឡាញ់ព្រះអង្គអស់ពីចិត្តគ្រប់បែបយ៉ាងព្រះអង្គនឹងប្រទានឲ្យអញ្ចឹងកុំឲ្យក្តៅចិត្តនឹងឃើញគេចម្រើនក្នុងផ្លូវគេចាសូមបងប្អូនបានស្ដាប់ទាំងអស់គ្នានៅPsalm 40ខ1សូមអញ្ជើញបងចាអរគុណព្រះអង្គក្រុមកាងចំពោះ40ខ1ខ្ញុំបានរងចាំព្រះយេហូវ៉ាដោយអំណត់ទ្រង់ក៏បានផ្ទៀងព្រះការមកស្ដាប់ហើយទទួលសម្រែករបស់ខ្ញុំអាមែនអាមែនអរគុណព្រះអង្គព្រះអង្គអត់មានថ្លង់នៅសេចក្តីអធិដ្ឋានរបស់យើងទេហើយព្រះអង្គប្រាប់យើងថាមានពរហើយ those that អត់ដើរតាមផ្លូវអាក្រក់របស់មនុស្សអាក្រក់អញ្ចឹងពេលខ្លះយើងដែលជាកូនព្រះយើងដែលធ្វើល្អគេប្រកាន់គេថ្កោលទោសយើងរួចហើយអ្នកដទៃដែលធ្វើអាក្រក់គេបានទទួលផលល្អទៅវិញដោយសារអីដោយសារគេស្អប់ព្រះប៉ុន្តែព្រះអង្គនឹងទៅប្រទានប្រពរឲ្យយើងដោយសារគេគ្រប់គ្នានៅជុំវិញយើងមើលងាយយើងហើយបញ្ចោយយើងអញ្ចឹងហើយយើងដែលជាកូនរបស់ព្រះម្នាក់ត្រូវតែអត់ធ្មត់ឲ្យមែនតែនចាបើយើងមានភាពអត់ធ្មត់គឺប្រពោហោហៀមកពីព្រះនៃយើងជាពិសេសយើងអត់ធ្មត់ធ្វើការល្អមិនមែនអត់ធ្មត់ធ្វើការអាក្រក់ទេបងប្អូនចាអត់ធ្មត់ធ្វើការល្អគឺព្រះអង្គនឹងប្រទានពរឲ្យចាសូមបងប្អូនបានស្ដាប់នៅ First Peter ជំពូក2ខ20សូមជឿអរគុណព្រះអង្គពេត្រុសខ្សែទី1ជំពូក2ខ20បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាបនោះតើមានសេចក្តីប្រសើរអ្វីតែបើអ្នកប្រព្រឹត្តល្អហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ
នោះទៅជាការដែលគប់ព្រះហត្ថីនៅចំពោះព្រះមែន អេមែនអរគុណព្រះអង្គចាអញ្ចឹងបើសិនជាយើងធ្វើការអាក្រក់ពីព្រោះមនុស្សលោកយើងហ្នឹងគឺភាគច្រើនគេច្រើនតែទៅផ្លូវកាត់គេធ្វើការអាក្រក់ដើម្បីជីវិតគេឬក៏ go shortcut ដើម្បីធ្វើឲ្យជីវិតគេរីកចម្រើនឬក៏លោភលន់ឬក៏ពុតត្បត់ដើម្បីយកទ្រព្យគេដើម្បីយកលុយគេដើម្បីអឺបោកបញ្ឆោតគេហើយធ្វើទៅជាអ្នកមានផ្លូវកាត់ហើយព្រះអង្គនៅក្នុងព្រះអង្គគឺព្រះអង្គចង់ឲ្យយើងអត់ធ្មត់អំណត់មកពីពាក្យថាការអត់ធ្មត់ចាយើងបានអត់ធ្មត់ធ្វើការល្អថ្វាយព្រះអញ្ចឹងព្រះអង្គគាត់ប្រហារតីនឹងអ្វីដែលយើងធ្វើត្រឹមត្រូវនៅព្រះនេត្ររបស់ព្រះអញ្ចឹងធ្វើឲ្យយើងคล้ายទៅជា God's favorite ដែលយើងម្នាក់មានការរស់នៅល្អមានការប្រព្រឹត្តល្អហើយព្រះអង្គឃើញនៅទង្វើល្អរបស់យើងឃើញសេចក្តីល្អនៅក្នុងបេះដូងទឹកចិត្តរបស់យើងគឺនោះហើយដែលព្រះអង្គគាត់ប្រហារតីដែលព្រះអង្គនឹងបំពេញបំណងយើងដែលព្រះអង្គនឹង give us a lot of gift ដែលព្រះអង្គចាំតែមើលទេតើកូនណាដែលស្ដាប់បង្គាប់តើកូនណាអាចនឹងទទួល gift ដែលល្អនោះអញ្ចឹងឲ្យយើង clean តិចម្ដងដើម្បីទទួលនៅអ្វីដែលព្រះអង្គគាត់ប្រហារតីនឹងឲ្យយើងអញ្ចឹងបើយើងទាំងអស់គ្នាអត់លុបបំបត្តិអំពើបាបតិចនឹងទេយើងអត់បាន clean យើងអត់បានទទួលនៅអ្វីដែលព្រះអង្គចង់ឲ្យយើងទេអញ្ចឹងឲ្យបងប្អូនទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាត្រូវតែរៀនទាំងអស់គ្នាដើម្បីលុបបំបត្តិនៅអំពើបាបបន្តិចបន្តួចដែលនៅមានដែលក្អែលជាក្អែលចាស់របស់យើងនឹងអញ្ចឹងយើងត្រូវតែដប់ពេលណាយើងលាប lotion ពេលណាយើងលាបទឹកអប់យើងលាបអីគឺកំអែលយើងនៅនឹងយើងលាប lotion ទៅហ្នឹងគឺវានៅតែជាប់នៅនឹងដូច្នេះព្រះអង្គប្រាប់ថាឲ្យទម្លាក់អស់ហ្នឹងទៅអំពើបាបតិចហ្នឹងទម្លាក់ចោលទៅហើយព្រះអង្គនឹង clean មកពីខាងក្នុងវិញហើយពេលដែលយើងបាន clean ហើយចែងចាំងហើយពេលនោះឯងដែលព្រះអង្គដាក់គ្រប់ទាំងរបស់ល្អយើងមនុស្សដែលជាទីស្រឡាញ់របស់យើងហ្នឹងយើងស្គាល់ព្រះពិតបានស្គាល់ព្រះដែលផ្ដល់ប្រពោឲ្យយើងឬក៏អត់ឬក៏យើងគ្រាន់តែលាក់ខ្លួនពួនអាត្មាហើយគេសួរមកអ្នកជាគ្រីស្ទានអត់ទេហាមាត់មិនចង់រួចទេដោយសារភាពអាម៉ាស់ខ្លួនឯងជាកូនព្រះតើយើងជាគ្រីស្ទានប្រភេទណាឬក៏យើងគ្រាន់តែជាគ្រីស្ទានដែលជឿព្រះបន្តិចហើយទៅមានអំនួតក្នុងលោកីទៅដើរអួតខ្លួនឬក៏ទៅដើរធ្វើរឿងដែលព្រះអង្គមិនសប្បុរសទេគ្រីស្ទានប្រភេទណាដែលជាអកប្បកិរិយាល្អដែល adopted មកពីឪយើងពីឋានសួគ៌ឬក៏គ្រីស្ទានគ្រាន់តែថ្ងៃអាទិត្យទៅឆើចស្លៀកពាក់ស្អាតបាតប្របីមាត់ក្រហមសក់ស្អាតមុខមាត់ស្អាតប៉ុន្តែថ្ងៃច័ន្ទទៅដល់ថ្ងៃសុខជេរបតិចនិយាយអាក្រក់ពីបងប្អូនឬក៏ gossip ឬក៏និយាយដើមពីបងប្អូនឬក៏ជាគ្រីស្ទានដែល live the life of humbleness ហើយអត់ខ្វាយខ្វល់នឹងមនុស្សនិយាយអីប៉ុន្តែធ្វើឲ្យគប់ប្រហារតីនឹងព្រះសួរខ្លួនឯងថាតើយើងជាគ្រីស្ទានប្រភេទណាឬក៏ជាគ្រីស្ទានគ្រាន់តែចាប់ទូរស័ព្ទពឹបគេនិយាយដើមអ្នកដតីឲ្យយើងទៅបន្ថែមបន្ថយដូច្នេះអកប្បកិរិយារបស់ព្រះបើយើងជាកូនព្រះ we have to learn from God ហើយការអត់ធ្មត់នៅក្នុងនឹងក៏យើងមានដែរកូនព្រះគឺ learn មកពីព្រះហើយយើងមិនបាច់និយាយអំពីអ្វីដែលនៅលោកីទេលោកីគឺ control by អារៈពីព្រោះអារៈវាដើរធ្វើទុកបុកម្នេញហើយវាចង់ឲ្យគ្រប់គ្នានឹងធ្វើតាមវាចង់នាំមនុស្សម្នាទាំងអស់ហ្នឹងទៅក្នុងបឹងភ្លើងជាមួយវាបឹងភ្លើងគឺសម្រាប់អារៈប៉ុន្តែវាអត់ចង់ទៅម្នាក់ឯងទេអញ្ចឹងឯងវានាំលោកីនឹងឲ្យវង្វេងបងប្អូនឃើញស្រុកថៃបើសិនជាព្រះពុទ្ធសាសនាក៏គេបង្រៀនការល្អដែរប៉ុន្តែគ្រប់គ្នាគេបង្រៀនឃើញគេដើរតាមផ្លូវគេ promote រូបអរៈសាតាំងបងប្អូនឃើញទេ
អញ្ចឹងនៅក្នុងប្រទេសខ្មែរឥឡូវហ្នឹងមានព្រះគ្រីស្ទមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងប្រទេសខ្មែរអញ្ចឹងរាល់ថ្ងៃយើងកំពុង fight ជាមួយនឹង principality fight ជាមួយនឹងវិញ្ញាណរបស់អរិយសាតាំងអញ្ចឹងក៏តែយើងអធិដ្ឋានឲ្យព្រះអង្គញែកអា principality នឹងចេញពីស្រុកថៃដើម្បីឲ្យមនុស្សទាំងអស់ហ្នឹងឈប់វង្វេងជាមួយនឹងអំពើអស់ទាំងនោះពីព្រោះគេបានថ្វាយបង្គំរូបអរិយសាតាំង too much អញ្ចឹងហើយការល្អការអាក្រក់គេអត់ដឹងទេបើយើងជាគ្រីស្ទានយើងមើលទៅយើងឃើញថាវាវែងវាន់នៅក្នុងការទាំងអស់ហ្នឹងប៉ុន្តែគេខ្លួនឯងគេអត់ឃើញក្នុងការវង្វេងវង្វាន់របស់គេទេគេថាការនឹងល្អដូច្នេះយើងអធិដ្ឋានសូមឲ្យព្រះអង្គធ្វើការនៅក្នុងនោះវិញហើយអ្វីដែលគេកំពុងតែធ្វើគេនឹងបានទទួលព្រះអង្គប្រាប់ហើយថាដាំផ្លែអីនឹងបានដាំដើមអីនឹងបានផ្លែនោះអញ្ចឹងពេលដែលគេបាញ់កាមទៅខ្យល់វាបក់មកវិញប្រទេសគេគង់នឹងបានរបស់នោះអញ្ចឹងអ្នកដតីដែលជា neighbor ហ្នឹងគេនឹងធ្វើទុកបុកម្នេញទៅអ្នកដែលធ្វើទុកបុកម្នេញគេអញ្ចឹងយើងមិនបាច់ភ័យទេយើងអធិដ្ឋានទៅហើយយើងឲ្យព្រះអង្គច្បាំងជំនួសយើងវិញយើងកុំឲ្យដេកភ័យអធិដ្ឋានឲ្យ give it to God ហើយដឹងថាព្រះអង្គនឹងប្រទានពរប្រទេសកម្ពុជាយើងនៅថ្ងៃមួយនៅពេលវេលាដ៏សមរម្យមួយតែកុំឲ្យយើងភ័យព្រួយអញ្ចឹងព្រះអង្គឲ្យយើងអួតពីសេចក្តីទុក្ខលំបាកហេតុអីបានអួតពីសេចក្តីទុក្ខលំបាកពីព្រោះកាលណាយើងអួតពីសេចក្តីទុក្ខលំបាកគឺព្រះអង្គប្រទានពរឲ្យយើងព្រះអង្គនឹងលើកយើងព្រះអង្គប្រាប់ថា humble yourself in the sight of the Lord he will lift us up in due time ចឹងពេលដែលយើងកំពុងតែពិបាកកំពុងតែភ័យព្រួយសូមអធិដ្ឋានដល់ព្រះវិញដើម្បីកុំឲ្យយើងបាក់ទឹកចិត្តហើយព្រះអង្គប្រាប់ថាអួតអំពីទុក្ខលំបាកហើយទ្រាំទ្រពីព្រោះទុក្ខលំបាកបង្កើតឲ្យយើងមានការទ្រាំទ្រហើយការទ្រាំទ្របង្កើតឲ្យយើងមានការសាំថ្នឹកបងប្អូនខ្ញុំលើកឧទាហរណ៍មួយកាលខ្ញុំអាយុ7 8 9ឆ្នាំរហូតដល់11 12ឆ្នាំខ្ញុំនៅជំរំជនភៀសខ្លួននៅថៃហើយខ្ញុំបានបំរើបងប្អូនជីដូនមួយខ្ញុំគាត់មានកូនរដេករដប់ 4-5 នាក់សិតតែក្មេងៗអាយុហើយខ្ញុំអាយុបងគេខ្ញុំ9ឆ្នាំពេលហ្នឹងហើយផ្ទះពួកយើង18នាក់គាត់តែ member នៅក្នុងផ្ទះបងប្អូនដឹងទេថាពេលដែលខ្ញុំដាំបាយឆៅមួយឆ្នាំហ្នឹងយើងដូចជាដាក់8កំប៉ុង9កំប៉ុងហើយខ្ញុំអាយុ9ឆ្នាំលើកក៏អត់រួចដែរដល់ពេលលើកបាយជាត់ក៏ពុបទៅទឹកក្បាលពោះអាលៀកចាដូច្នេះបងប្អូនដឹងទេថាទុកលំបាកវាយ៉ាងម៉េចហើយពេលដែលខ្ញុំ clean ត្រីមួយដៃក្មេងអាយុ9ឆ្នាំហើយត្រីមួយ clean កាប់ចង់កាប់ដៃខ្លួនឯងល្បិចល្បូតហើយពេលដែលអ្នកដតីគេមកបោចរុំភ្នែកយើងថាយើងនឹងអត់មើលគេប៉ុន្តែមិនមែនថាយើងមិនមើលទេយើងមើលដែរប៉ុន្តែដោយសារត្រីនឹងវាធំពោះដៃយើងប្រអប់ដៃយើងទូចខ្ញុំបងប្អូនថាទុកលំបាកយ៉ាងម៉េចទេប៉ុន្តែទុកលំបាកនោះគឺខ្ញុំធ្វើការទ្រាំទ្រហើយការទ្រាំទ្រនឹងឯងខ្ញុំคล้ายទៅជាមនុស្សចេះអត់ធ្មត់ខ្ញុំคล้ายទៅជាមនុស្សដែលព្រះអង្គសពហាតីដែលព្រះអង្គប្រទានឲ្យខ្ញុំមានសេចក្តីសង្ឃឹមថាថ្ងៃមួយខ្ញុំនឹងរស់នៅក្នុងការល្អក្នុងជីវិតបែបល្អអញ្ចឹងបងប្អូនត្រូវដឹងថាពេលដែលព្រះអង្គឲ្យយើងលំបាកហើយព្រះអង្គឲ្យយើងទ្រាំទ្រព្រះអង្គឲ្យយើងមានការសាំថ្នឹកនឹងអ្វីដែលយើងធ្វើសម្រាប់ជីវិតយើងនឹងរឹងមាំយើងអត់មានទន់ជ្រាយគឺយើងរឹងមាំបន្តិចម្ដងរហូតដល់យើងអាចឈរខ្លួនឯងបានរហូតដល់អ្វីដែលមកប៉ះពាល់យើងវាអត់អាចคล้ายទៅជារឿងដែលយើងត្រូវដួលពីព្រោះយើងមានកម្លាំងឈររឹងមាំនៅក្នុងការដែលយើងម្នាក់កំពុងតែធ្វើកំពុងតែបង្រៀនខ្លួនយើងឲ្យយើងคล้ายទៅជាមនុស្សរឹងមាំចាដូច្នេះសេចក្តីសាមថ្នឹកក៏នាំឲ្យយើងមានសេចក្តីសង្ឃឹមហើយអត់ខ្មាស់ឡើយ
អញ្ចឹងសេចក្តីស្រឡាញ់របស់ព្រះមកលើយើងម្នាក់ដែលជាគ្រីស្ទានដែលជាកូនរបស់ព្រះអង្គគឺវាពោពេញគឺសេចក្តីស្រឡាញ់របស់ព្រះដែលព្រះអង្គអត់ហ៊ានទៅចោលយើងហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធឲ្យចាំឃ្លាំមើលយើងចាំបង្រៀនយើងចាំចង្អុលបង្ហាញផ្លូវយើងប៉ុន្តែយើងអត់ដើរតាមអ្វីដែលព្រះអង្គប្រាប់យើងនោះគឺធ្វើឲ្យយើងដឹងថាយើងម្នាក់ត្រូវតែអត់ធ្មត់ហើយនឹងព្យាយាមធ្វើឲ្យបាននៅអ្វីដែលព្រះអង្គចង់បាននៅក្នុងជីវិតយើងដូច្នេះវាសំខាន់មែនតើបើយើងស្រឡាញ់ព្រះអង្គយើងអត់ខ្មាស់អៀនក្នុងការដែលយើងធ្វើការថ្វាយព្រះអង្គទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបានដឹងហើយបានយល់ថាការដែលព្រះអង្គស្រឡាញ់យើងការដែលព្រះអង្គចង់ឲ្យយើងធ្វើអ្វីមួយគឺយើងអត់ចាំបាច់នៅទៅតន់ដើម្បីឲ្យឃើញថាអ្នកដតីនឹងមើលមកយើងថាអូម្នាក់នឹងកំសត់ណាស់ report ថាបងប្អូនពីអង់គ្លេសគេនិយាយថា report អញ្ចឹងកុំឲ្យមានការខកចិត្តកុំឲ្យមានការសោកសង្រេងតែគ្រប់ទុក្ខលំបាកយើងថ្វាយទៅព្រះវិញដើម្បីឲ្យព្រះអង្គសពប្រាតីមើលឃើញយើងថាយើងជាកូនស្ងួនភាដែលទ្រាំទ្រដែលអត់ធ្មត់ដែលមានសេចក្តីសង្ឃឹមហើយកុំឲ្យខ្មាស់នឹងនិយាយអំពីការល្អដែលព្រះអង្គបានប្រទានពរខ្ញុំអរគុណព្រះអង្គដែលមានលន់តែងតែ share តែងតែចែកចាយនៅអ្វីដែលព្រះអង្គបានប្រទានពរឲ្យយើងហើយការដែលយើងរស់នៅក្នុងលោកីហ្នឹងគឺចង់ឲ្យយើងដឹងថាចាប់តាំងពីបើកភ្នែកមកគឺយើងបានប្រពររួចទៅហើយពីព្រោះពេលដែលខ្ញុំបើកភ្នែកមកគឺខ្ញុំមានខ្យល់ដកដង្ហើមអ្នកខ្លះគេគេងគេអត់ងើបមកវិញផងបងប្អូនអញ្ចឹងពេលដែលខ្ញុំបើកភ្នែកមកគឺខ្ញុំមានប្រពររួចទៅហើយពីព្រោះព្រះអង្គបានប្រទានខ្យល់ដកដង្ហើមឲ្យខ្ញុំសម្រាប់មួយថ្ងៃទៀតហើយយើងមើលឃើញ count all your blessing អានតិចនឹងឯងបើយើងចេះអរគុណព្រះអង្គនៅអាការតិចនឹងថ្ងៃមួយព្រះអង្គនឹងឲ្យធំឡើងកាន់តែធំតឡើងទៀតហើយបើអានតិចនឹងយើងអត់ចេះអរគុណផងតើអ្វីដែលធំគេនឹងឲ្យទៀតទេបងប្អូនជីវិតនៅលោកីយើងខ្ញុំចំណាំមើលនៅប្រទេសអាមេរិកគេមានព្រះអញ្ចឹងពេលដែលគេឲ្យរបស់អ្វីមួយទៅបងប្អូនយើងគេអរគុណព្រះហើយគេក៏ចេះអរគុណគ្នាដែរចា no thank you ឬក៏គេឲ្យអីមកអរគុណ thank you ភាគច្រើនអញ្ចឹងហើយខ្ញុំឃើញបងប្អូនយើងនៅស្រុកខ្មែរឥឡូវបងប្អូនគេចេះអរគុណខ្លាំងច្រើនមែនតើច្រើនឆ្នាំដែលខ្ញុំផ្ញើអ្វីលុយកាក់អីទៅជួយបងប្អូនយើងគេមានពេលលេង Facebook ប៉ុន្តែគ្រាន់តែពាក្យអរគុណមួយម៉ាត់ណាក៏គេអត់មានដែរហើយអ្នកផ្ញើទៅតាមយើងហ្នឹងគេចាំស្ដាប់គេចាំមើលតើយើងចេះអរគុណគេឬក៏អត់ហើយដល់ពេលយើងអត់ចេះអរគុណគេយូរទៅបាត់ឈឹងប្រងប៉ុន្តែពេលដែលនៅក្នុង Bible ពេលព្រះអង្គប្រោសជំងឺឲ្យអ្នកណាម្នាក់ហើយព្រះអង្គប្រាប់ថាម៉េចទៅប៉ុន្តែមានអ្នកខ្លះមកអរគុណព្រះអង្គហើយដើរតាមព្រះអង្គអញ្ចឹងយើងដឹងថាការអរគុណមិនមែនតែជាមួយមនុស្សនៅលោកីទេជាមួយព្រះក៏អញ្ចឹងដែរពេលដែលយើងចេះអរគុណដល់ម្ចាស់ជាអ្នកផ្ដល់ឲ្យគឺបេះដូងយើងមានការដឹងគុណហើយអ្នកដែលផ្ដល់ឲ្យនឹងគឺមានទឹកចិត្តចង់ផ្ដល់ឲ្យថែមទៀតព្រះនៃយើងក៏អញ្ចឹងដែរពេលដែលព្រះអង្គប្រទានរបស់ជាច្រើនយ៉ាងនៅលើផែនដីឲ្យយើងពេលយើងញ៉ាំហើយយើងចេះអរគុណព្រះអង្គពេលព្រះអង្គប្រទានឡានឲ្យយើងចេះអរគុណព្រះអង្គពេលព្រះអង្គប្រទានម៉ូតូឲ្យយើងចេះអរគុណព្រះអង្គពេលព្រះអង្គប្រទានផ្ទះឲ្យយើងចេះអរគុណព្រះអង្គពេលដែលព្រះអង្គប្រទានប្តីឬក៏ប្រពន្ធឲ្យយើងចេះអរគុណព្រះអង្គនឹងហើយដែលព្រះអង្គសពប្រាតីព្រះអង្គនឹងប្រទានអ្វីធំជាច្រើនមកឲ្យយើងទៀតប៉ុន្តែទោះបីរបស់តូចមួយក៏ដោយព្រះអង្គផ្ដល់ឲ្យហើយយើងអត់ខ្វល់ខ្វាយយើងបែរទៅជាចំណែនអ្នកដតីទៅវិញហើយយើងបែរទៅជាមើលបំណាំអ្នកដតីទៅវិញនោះហើយគឺព្រះអង្គអត់សពប្រាតីនឹងប្រទានពរឲ្យបន្ថែមទេបងប្អូនអញ្ចឹងត្រូវឲ្យយើងចេះដឹងគុណមិនថាសំបីតែមនុស្សទេឬក៏ជាព្រះទេគ្រាន់តែអរគុណមួយម៉ាត់វាអត់ជាការធ្ងន់ធ្ងរទេបងប្អូន
អញ្ចឹងខ្ញុំចង់បរៀនដាំនៅក្នុងចិត្តបងប្អូនថាត្រូវចេះអរគុណព្រះហើយក៏អរគុណមនុស្សដែលគេធ្វើល្អនឹងយើងដែរពីព្រោះការដឹងគុណគឺព្រះអង្គសពថាទៅអញ្ចឹងយើងត្រូវដឹងគុណដល់ព្រះនៃយើងជាមុនហើយកុំឲ្យខ្មាស់នៅសេចក្តីស្រឡាញ់ដែលព្រះអង្គបានប្រទានមកឲ្យយើងម្នាក់ចាសូមបងប្អូនបានចង់ស្ដាប់ព្រះបន្ទូលព្រះអង្គជាមួយគ្នានៅរ៉ូមជំពូក15ខ4សូមអញ្ជើញបង អរគុណព្រះអង្គយើងរៀននៅរ៉ូមចំពុក15ខ4បិទអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុននោះបានចែងសម្រាប់បង្រៀនដល់យើងរាល់គ្នាដើម្បីឲ្យយើងបានសេចក្តីសង្ឃឹមដោយសេចក្តីអត់ធន់និងសេចក្តីកំសាន្តចិត្តដោយសារគម្ពីរអាមែន អាមែនចឹងអរគុណព្រះអង្គព្រះបន្ទូលនៅក្នុង Bible នៅក្នុងព្រះគម្ពីរ66កាន់គឺជាព្រះបន្ទូលព្រះដែលបង្រៀនឲ្យយើងមានសេចក្តីសង្ឃឹមហើយនឹងការអត់ធ្មត់ចឹងបើយើងមានការអត់ធ្មត់ធ្វើការគ្រប់បែបយ៉ាងពិបាកវេទនាហើយយើងមានសេចក្តីសង្ឃឹមថាថ្ងៃមួយយើងនឹងជួបព្រះអង្គថ្ងៃមួយជីវិតដែលមានទុក្ខលំបាកនៅលើផែនដីត្រូវបានព្រះអង្គជូតទឹកភ្នែកយើងហើយយើងនឹងបានជួបព្រះអង្គហើយយើងនឹងគ្មានការយំសោកនៅលើឋានសួគ៌ទៀតទេនេះហើយគឺជាសេចក្តីសង្ឃឹមរបស់យើងហើយនោះគឺជាការកំសាន្តចិត្តរបស់យើងពីព្រោះយើងមានគំនិតតែមួយជាមួយព្រះយេស៊ូវអញ្ចឹងសូមឲ្យបងប្អូនបានចាំថាព្រះបន្ទូលដ៏រស់របស់ព្រះបានបង្រៀនឲ្យយើងកែខ្លួនបន្តិចម្ដងកែពីអ្វីកែអំពីអំពើបាបយើងអាតិចតិចទៅហ្នឹងគ្មានអ្នកណាម្នាក់កើតមកឲ្យបានល្អបរិសុទ្ធដូចព្រះទេប៉ុន្តែព្រះអង្គបានមកចាប់កំណើតជាមនុស្សនៅលើផែនដីដើម្បីឲ្យមនុស្សបានរៀនមកពីព្រះអង្គហើយ there's no excuse ថាមនុស្សយើងធ្វើមិនកើតពីព្រោះព្រះអង្គបានคล้ายមកជាមនុស្សដើម្បីឲ្យយើងបានរៀនពីព្រះអង្គវិញអញ្ចឹងបើយើងคล้ายទៅជាកូនឈ្នួនឈ្នារបស់ព្រះអង្គយើងមានការអត់ធ្មត់ហើយការអត់ធ្មត់បង្រៀនឲ្យយើងមានភាពទ្រាំទ្រមានភាពស៊ាំថ្នឹកនៅក្នុងគ្រប់ទុក្ខលំបាកទាំងអស់នៅលើផែនដីនេះហើយព្រះអង្គបានធ្វើជាគំរូឲ្យយើងហើយគ្មានអ្នកណាម្នាក់នៅលើផែនដីពិបាកជាងព្រះអង្គទេគឺព្រះអង្គត្រូវគេធ្វើបាបត្រូវគេធ្វើទុក្ខទោសត្រូវគេសម្លាប់ទាំងរស់តើយើងម្នាក់បានស្លាប់ទាំងរស់ដូចព្រះអង្គហើយឬនៅបើយើងប្រៀបធៀបទៅនឹងព្រះខុសគ្នាឆ្ងាយណាស់បងប្អូនគ្រាន់តែគិតក៏អណោចអធមចំពោះខ្លួននៅលើខ្លួនព្រះអង្គនេះដាក់តាំងពីតួនដាក់តាំងពីបលានៅលើក្បាលហូរឈាមវាយឯងសក់យ៉ាងទាំងអស់បែកសាច់ហើយដាក់ដាច់គោលនៅតាមកលៈឆ្អឹងទៀតបងប្អូនអត់ទាន់មានគេត្រូវដំដាច់គោលនៅលើកលៈឆ្អឹងទេតែព្រះអង្គបានភ្លុកគ្រប់យ៉ាងទាំងអស់អញ្ចឹងអ្វីដែលយើងមានការទុកលំបាកនៅលើផែនដីវាមិនបានមកតែសៃសក់របស់ព្រះទេអញ្ចឹងសូមឲ្យយើងនឹកចាំថាកុំឲ្យខ្មាស់នឹងសេចក្តីស្រឡាញ់មួយនេះហើយបើយើងខ្វះសេចក្តីស្រឡាញ់រត់ទៅរកសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើងហើយយើងគិតថាពេលដែលយើងនៅក្នុងពេលមួយដែលធ្លាក់ទៅដល់ចំណុច0ឬក៏ចុះពីចំណុច0ទៅទៀតមានអ្នកណាជាអ្នកស្រឡាញ់យើងចឹង don't forget about your first love ជាមួយនឹងព្រះអង្គអរគុណព្រះអង្គហើយសង្ឃឹមថាមេរៀននេះធ្វើឲ្យយើងអាចយល់ដឹងហើយរៀននៅការអត់ធ្មត់ការទ្រាំទ្រជាមួយនឹងព្រះនៃយើងដើម្បីឲ្យព្រះអង្គបានប្រទានពរឲ្យយើងទាំងអស់គ្នាអរគុណព្រះអង្គហើយសូមឲ្យយើងបានប្រពោទាំងអស់គ្នាដោយសារការស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គអរគុណព្រះអង្គ